យោសូមនាំពុកម៉ែបងប្អូនមកទស្សនាសកម្មភាពអុំទុកទេសចរនៅក្នុងព្រៃគុកដែលនៅក្នុងតំបន់សហគមន៍ទេសចរកំពង់ភ្លុកនេះគឺជាតំបន់ទេសចរធម្មជាតិកំពង់ភ្លុកហើយថ្ងៃនេះគឺថាមានភ្ញៀវមកច្រើនមែនទែនពីភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិហើយខ្ញុំបាទសូមគោរពជម្រាបថានេះជារដូវវស្សាយើងចាប់ផ្ដើមដំណើរការនៃការទេសចរនៅក្នុងព្រៃគុកឥឡូវមានភ្ញៀវច្រើនមែនទែនបាទអរគុណហើយកុំភ្លេចពុកម៉ែបងប្អូនដែលចង់មកទស្សនានៅក្នុងតំបន់សហគមន៍កំពង់ភ្លុកបានអញ្ជើញមកទស្សនាបានចាប់ពីពេលនេះទៅរហូតដល់ខែ12ខែ1ក៏យើងនៅតែអាចអុំទូកបានទៀតអរគុណសួស្តីបងជ័យមកពីខាងខេត្តណាបងមកពីភ្នំពេញបងអូនៅភ្នំពេញអរគុណកន្លែងបានមកលេងនៅកំពង់ភ្លុកបាយអរគុណបងអរគុណសម្រាប់ការមកទស្សនានៅសហគមន៍កំពង់